ខាងសៀមរាបថ្ងៃនេះគឺភ្លៀងខ្លាំងណាស់នឹកឃើញដល់តកួនខ្ចីលវក់នៅក្រោយផ្ទះចង់ញ៉ាំប្រភេទស៊ុបគឺមានតែស៊ុបទាតកួននឹងឯងដាំងងមួយទឹកដូងញ៉ាំមួយនំបញ្ចុកអូយជាតិខ្លាំងណាស់ភ្លៀងត្រជាក់ចឹងខ្ញុំស្រឡាញ់អ៊ំចុងភៅខ្ញុំខ្លាំងណាស់រឿងដាំដំណាំនឹងគាត់ប្រកែកលេខ1ទៅពេញមួយថ្ងៃមកវិញតកួនខ្ចីញ៉ាំបានល្មមគាត់ថាហ៊ានដាំច្រើនទេតែដាំច្រើនហ្នឹងគឺញ៉ាំអត់ទាន់ទេអញ្ចឹងដាំតែមកល្មមទេតែប៉ុណ្ណឹងធ្វើម្ហូបបាន3 4ថ្ងៃអីយោបងប្អូនមកបេះតកួនខ្លួនឯងអូយខ្ចីល្អមែនតែនមេឃភ្លៀងអញ្ចឹងទៀតតែងតែទាមួយមកថែមជើងទាថែមមន់តិចទៅគឺយើងងាស់ស៊ុបបានមួយឆ្នាំងធំជួបជុំក្រុមគ្រួសារអីត្រូវខ្លាំងណាស់ស៊ុបទាយើងដាក់មួយឈាមទាផងព្រោះខ្ញុំចូលចិត្តឈាមទាខ្លាំងមែនតែនហ្មងបងប្អូនរបៀបធ្វើខ្ញុំងាយស្រួលទេដំបូងឡើយខ្ញុំដាក់ខ្ទះដាក់ប្រេងឆាបន្តិចហើយយើងរំលីងមួយទារបស់យើងសិនណាបងប្អូនកុំឲ្យវាមានក្លិនខ្លាំងបន្ទាប់មកដាក់កិនជាមួយនឹងខ្ទឹមសដើម្បីចាប់ផ្ដើមធ្វើទឹកស៊ុបយើងមានត្រូវការខ្ទឹមក្រហមស្លឹកក្រូចស្លឹកគ្រៃម្ទេសផងដែរហើយទឹកស៊ុបថ្ងៃនេះខ្ញុំប្រើមួយទឹកដូងបងប្អូនអើយគឺជាតិឆ្ងាញ់ណាស់ឲ្យតែនៅផ្ទះម្ដងបើថាខែភ្លៀងចិត្តទៀតខ្ញុំនឹកឃើញតែគ្រឿងញ៉ាំទេជួបជុំក្រុមគ្រួសារឥឡូវម្លេងទារបស់យើងហើយខ្ញុំក៏ដកវាចេញមកទុកឲ្យត្រជាក់តិចសិនយើងចាប់ដើមប្រឡាក់ខ្ញុំប្រឡាក់មួយនឹងតៅហ៊ូប្រេងខ្យងម្សៅស៊ុបតិចតួចផងដែរបងប្អូនបន្ទាប់ពីប្រឡាក់ហើយទុកវាម្លែកដាក់ឆ្នាំងមួយទៀតបំពងមួយខ្ទឹមសហើយយើងដាក់ទាំងអស់ទៅមានស្លឹកក្រូចស្លឹកគ្រៃមានម្ទេសហើយនឹងខ្ទឹមក្រហមផងដែរម្លីងវាទៅគូឈ្ងុយខ្លាំងមែនតែនបងប្អូនអើយម្ទេសក្រហមនេះចោលអត់បានទេប្រភេទស៊ុបទាតកួននោះហើយខ្ញុំក៏ដាក់កាពិបន្តិចផងដែរបងប្អូនដើម្បីកាន់តែឈ្ងុយកាន់តែមានជាតិមើលតែគ្រឿងដែលយើងម្លីងនឹងរៀងឈ្ងុយហើយបាទខ្ញុំដាក់ទាដែលយើងប្រឡាក់មុននឹងចូលទៅបងប្អូនប្រឡាក់មួយតៅហ៊ូអញ្ចឹងធ្វើឲ្យទឹកស៊ុបរបស់យើងនឹងកាន់តែឆ្ងាញ់កាន់តែឈ្ងុយហ្មងណារបៀបថាខ្ទិះតែម្ដងហើយគ្រឿងផ្សំបងប្អូនប្រើស្ករក្រហមក៏បានដែរខ្ញុំនេះអស់អាលេងអញ្ចឹងដាក់ស្ករសម្សៅស៊ុបទឹកត្រីតិចតួចទៅតែកុំតន់លបគ្រឿងពេកបងប្អូនដោយសារអីយើងដាក់តៅហ៊ូផងកាពិផងខ្លាចប្រៃបន្ទាប់ពីទារបស់យើងមើលទៅងល់រៀងយូរដែរហើយខ្ញុំដាក់ទឹកដូងចូលហើយថែមទឹកហើយថែមមួយជើងមាន់ផងដែរចូលទៅងាស់ជុំគ្នាតែទឹកស៊ុបប្រើទាអញ្ចឹងគឺងាស់ក្រផុយបងប្អូនអើយត្រូវងាស់ទុកចោលសិនខ្ញុំចូលទៅមួយទឹកក្រោមមកមានតបាមួយទឹកណាបងប្អូនឃើញមិនអញ្ចឹងពេលកៅគេយប់នៅឡើយខ្លាចក្របានញ៉ាំមួយទឹកហើយនៅផ្ទះអញ្ចឹងអត់ make up ទៅណាក៏អាចចោលដែរជាមួយនឹងសម្លេងជូតមុខ Elsa Care ប្រើប្រាស់ជាប្រចាំតាំងខ្ញុំមកលេងខ្មែរលើកមុនណាបងប្អូនពេលហ្នឹងមុខខ្ញុំឡើងរលខ្លាំងមែនតើបានស្លេងជូតមុខ Elsa នេះឯងជួយមុខរបស់ខ្ញុំហ៎អញ្ចឹងបងប្អូនដែលមានបញ្ហាមុខមុនមុខរលអាចសាកបានជាមួយនឹងស្លេងជូតមុខ Elsa មកកំប៉ុងហ្នឹងគឺថាមានច្រើនខ្លាំងមែនតើបើទឹក Essence វិញគឺច្រើនខ្លាំងណាស់ជូតមេ remove make up ណាបងប្អូនគឺជាប្រភេទស្លេងដែលយើងជូតលើមុខបន្ទាប់ពីលុបមុខហើយដើម្បីចូលទៅចិញ្ចឹមស្បែកមុខយើងព្យាបាលមុនព្យាបាលរលហើយថែមទាំងចិត្តរញើសទៀតអាចមើលបានមុខទៅលុបហើយតែនៅតែមានដីអញ្ចឹងការជូតសម្លេងហ្នឹងគឺសំខាន់ខ្លាំងណាស់បងប្អូនអាចសាកប្រើបានជាមួយនឹងសម្លេងជូតមុខ Elsa ខ្ញុំស្រឡាញ់គុណភាពត្រង់ថាជូតលើភ្នែកក៏រលភ្នែកដែរដែលសារអីអត់មានជាតិកាត់ទេមានតែចិញ្ចឹមបងស្បែកមុខរបស់យើងខ្ញុំវិញជូតជាប្រចាំព្រឹកក៏ជូតយប់ក៏ជូតដែរជូតហើយចេញមកមើលទឹកស៊ុបរបស់ខ្ញុំវិញគឺពុះល្អណាស់ផុយល្មមដល់ពេលញ៉ាំមិនញ៉ាំអញ្ចឹងបងប្អូនយើងដាក់ឆ្នាំងឲ្យដូច hot pot មកស៊ុបឆ្អិនភ្លៀងទៀតអញ្ចឹងហើយគឺថាត្រូវមកឲ្យបងប្អូនអើយនេះស៊ុបរបស់យើងមួយនឹងតកួនខ្ចីបរិយាកាសខាងក្រៅភ្លៀងរិចមិនបាច់ញ៉ាំមួយបាយញ៉ាំមួយនំបញ្ចុកនឹងត្រូវខ្លាំងមែនតើបងប្អូនអើយតាំងពីមកនៅខ្មែរឲ្យតែបានម្ហូបឆ្ងាញ់អីដឹងតែហៅបងប្អូនជីដូនមួយអីមកជុំគ្នាឯដោយសារអីម្ហូបចឹងគ្នាច្រើនកាន់តែឆ្ងាញ់បងប្អូនអាចថែមតៅហ៊ូពងចង់ជ្រលក់សាច់គោចង់អីទៀតក៏បានដែរប៉ុន្តែខ្ញុំថ្ងៃហ្នឹងតែប៉ុណ្្នឹងឯងញ៉ាំមួយនំបញ្ចុកទឹកជ្រលក់ថ្ងៃនេះខ្ញុំភ្លេចប្រាប់បងប្អូនខ្ញុំធ្វើមួយទឹកតៅហ៊ូប៉ុន្តែទឹកតៅហ៊ូខ្ញុំមានស្រាច់អញ្ចឹងហើយបានបង្ហាញបងប្អូនរបៀបធ្វើទេអញ្ចឹងហើយបងប្អូនខែភ្លៀងអញ្ចឹងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាធានាថាឆ្ងាញ់ធ្វើតាមខ្ញុំមកហើយគ្រឿងផ្សំសិតតែងាយស្រួលរកទេអញ្ចឹង share វីដេអូនេះមួយទៅណាទុកមើលពីរបៀបធ្វើហើយធ្វើញ៉ាំនៅផ្ទះខ្លួនឯងអរគុណបងប្អូន